កាលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅវត្តចេតពុនមានភិក្ខុមួយអង្គចូលទៅរៀនកម្មដ្ឋានពីសំណាក់នៃព្រះសម្មាសម្ពុទ្ធហើយក៏លោកយកកម្មដ្ឋាននឹងទៅបដិបត្តិនៅក្នុងព្រៃមួយនៅជិតស្រុកដែរអ្នកភូមិទាំងឡាយនឹងទំនុកបំរុងភិក្ខុនោះទាំងសេនាសនៈទាំងចង្ហាន់បិណ្ឌបាតនឹងល្អក្រៃលែងថ្ងៃមួយអ្នកភូមិនឹងក៏ត្រូវភ្លើងឆេះក្របពូឆេះអីទៅអ្នកភូមិទាំងឡាយនឹងក៏មិនសូវជាធូរធារបើយើងនិយាយថាធ្លាក់សេដ្ឋកិច្ចចុះហ្នឹងអ្នកភូមិទាំងឡាយទំនុកបំរុងសេនាសនៈហ្នឹងល្អប៉ុន្តែចង្ហាន់បិណ្ឌបាតហ្នឹងមិនសូវបានគ្រប់គ្រាន់ទេភិក្ខុកាលណាដែលអត់បានចង្ហាន់បរិភោគគ្រប់គ្រាន់ទេក៏កម្មដ្ឋានរបស់លោកហ្នឹងអត់ទៅមុខដែរពេលដែលគ្រប់3ខែហើយចេញភាសាក៏មកថ្វាយបង្គំព្រះសម្មាសម្ពុទ្ធព្រះអង្គក៏សួររាក់ទាក់អំពីភិក្ខុនឹងសួរពីកម្មដ្ឋានតើអ្នកមានចម្រើនកម្មដ្ឋានដល់ណាហើយភិក្ខុក៏ប្រាប់ព្រះអង្គទៅថាកម្មដ្ឋានអត់បានទៅមុខទេព្រះអង្គដោយសារតែខ្វះចង្ហាន់ឆាន់មិនជាទីសប្បាយសេនាសនៈនឹងជាទីសប្បាយហើយតែចង្ហាន់នឹងអត់សូវបរិបូរណ៍ដូចចឹងកម្មដ្ឋាននឹងអត់ចម្រើនអញ្ចឹងក៏ព្រះសម្មាសម្ពុទ្ធពោលប្រាប់ភិក្ខុថាក៏បីសណ្ដោះកុំលមោបទៅនៅក្នុងអាហារកុំជាប់ជំពាក់ទៅនៅក្នុងអាហារមានបុរាណបណ្ឌិតនៅពីអតីតហ្នឹងគឺលះបង់នៅរសតណ្ហាលះបង់នៅការចំណងនៅក្នុងតណ្ហាបរិភោគប្រមាណតិចតួចហើយប្រព្រឹត្តសុចរិតអញ្ចឹងភិក្ខុទាំងឡាយក៏ចង់ឲ្យព្រះអង្គរតនីសម្ដែងនៅរឿងហ្នឹងក៏សូមឲ្យព្រះសម្មាសម្ពុទ្ធសម្ដែងព្រះអង្គក៏លើកអំពីអតីតនិជាទានរបស់ព្រះសម្មាសម្ពុទ្ធដែលកើតជាសេកស្ដេចសេកមួយនៅក្នុងព្រៃល្វាមានបរិវារហ្នឹងច្រើនហើយសេកហ្នឹងអាស្រ័យនៅដើមល្វាហ្នឹងគឺបរិភោគផ្លែបរិភោគអីនឹងដើមល្វាហ្នឹងពេលដែលអស់ផ្លែទៅសត្វទាំងឡាយដែលជាបរិវារនាំគ្នាហើរចេញអស់ទៅតែស្ដេចសេកហ្នឹងនៅតែលើដើមហ្នឹងទេបរិភោគស្លឹកឬកមដើមល្វាហ្នឹងដើម្បីឲ្យផុតមករដូវហ្នឹងទៅពេលរដូវមានផ្លែពួកសេកទាំងឡាយក៏ហើរមកស៊ីផ្លែនឹងអស់ទៅហើយព្រះបរមពុរិស័ទនៅតែដើមឈើនឹងដដែលពេលអស់ផ្លែក៏បរិភោគកមបរិភោគស្លឹកឈើនិងស្លឹកល្វាហ្នឹងដើម្បីត្រឹមមួយឆ្អែតហើយប្រព្រឹត្តសុចរិតធម៌ធ្វើយ៉ាងនឹងរឿយទៅក៏ក្តៅដល់អាសនៈរបស់សកទេវរាជសកទេវរាជដឹងថាអ្នកណាក៏មានបុណ្យម៉េះធ្វើឲ្យអាសនៈរបស់យើងញ័រក៏ប្រមើមើលទៅឃើញថាសេកសប្បុរសអញ្ចឹងចង់លបងសេកហ្នឹងថាចុះបើថាដើមឈើហ្នឹងត្រូវស្លាប់ដើមឈើហ្នឹងត្រូវងាប់ទៅតើសេកហ្នឹងហើរចេញពីដើមឈើហ្នឹងទៀតទេក៏ដល់អំណាចនៃឫទ្ធិរបស់សកទេវរាជហ្នឹងធ្វើឲ្យដើមឈើហ្នឹងងាប់បាត់ងាប់ទៅខ្លាចជាដង្កត់ឈើប៉ុន្តែសេកហ្នឹងនៅតែនៅក្នុងនឹងដើមឈើហ្នឹងដដែលហ្នឹងហើយប្រព្រឹត្តសុចរិតធម៌បរិភោគរបស់ពុកផុយកមអីហ្នឹងតែប៉ុណ្្នឹងហើយប្រព្រឹត្តសុចរិតធម៌ហើយអញ្ចឹងសកទេវរាជអស្ចារ្យក្នុងចិត្តក៏និមិត្តខ្លួនជាស្ដេចហង្សហើយចុះមកពោលប្រាប់សេកថាដើមឈើទាំងឡាយហ្នឹងកាលដែលមានផ្លែហ្នឹងពួកសត្វទាំងឡាយតែងតែទៅបរិភោគនៅផ្លែហ្នឹងពេលដែលដើមឈើហ្នឹងអស់ផ្លែហើយក៏ហើរចេញហើយមិនដេចបានជាស្ដេចសេកឯងហ្នឹងនៅតែដើមឈើហ្នឹងទៀតហើយពោលដាស់តឿនសេកហ្នឹងថាឲ្យហើរចេញពីដើមឈើហ្នឹងទៅពោលថាមនាលសេកមានចម្ពុះក្រហមអ្នកចូលត្រាច់ទៅកាន់ចរិតកុំឲ្យខ្លួនអ្នកស្លាប់ឡើយមនាលសេកមិនដេចក៏អ្នកនៅសញ្ជប់សញ្ជឹងលើដើមឈើងាប់នេះមនាលសេកមានសម្បុរខៀវស្រដៀងទៅនឹងឈើក្នុងវសន្តរដូវយើងសូមដាស់តឿនអ្នកចូលថាមកមើលព្រោះហេតុអ្វីបានជាអ្នកមិនលះបង់នៅឈើនេះសួរសេកហ្នឹងថាម៉េចបានអត់លះបង់ឈើហ្នឹងហើយមិនព្រមជិះចេញពីដើមឈើហ្នឹងទៅព្រោះវាងាប់ហើយហ្នឹងអញ្ចឹងសូមឲ្យសេកឯងហ្នឹងប្រាប់ទៅមើលអញ្ចឹងសេកប្រាប់ថាពួកសប្បុរសទាំងឡាយមិនលះបង់សម្លាញ់នៅពេលលំបាកយ៉ាងណាខ្ញុំហ្នឹងក៏ជាសប្បុរសមួយនាក់ដែរហើយហងសេកហ្នឹងពោលប្រាប់ហងថាមនាលហងខ្ញុំជាសប្បុរសដែរ
ដើមឈើនេះទុកជាញាតិឬជាសម្លាញ់របស់ខ្ញុំក៏បានខ្ញុំជាអ្នកត្រូវការដោយជីវិតក៏មិនអាចនឹងលះបង់នៅដើមឈើនោះចោលឡើយបើខ្ញុំដឹងថាដើមឈើនេះអស់ហើយលះចោលនោះមិនមែនជាធัวរបស់សប្បុរសឡើយពោលប្រាប់ស្ដេចហងនឹងអញ្ចឹងថាបើពេលដែលដើមឈើនឹងមានប្រយោជន៍ខ្ញុំបរិភោគផ្លែឈើផ្លែអីហ្នឹងហើយដល់ពេលដើមឈើនឹងអស់ប្រយោជន៍ក៏លះបង់ចោលហ្នឹងមិនមែនជាធัวរបស់សប្បុរសទេធัวរបស់សប្បុរសហ្នឹងមិនលះបង់សម្លាញ់ចោលនៅពេលដែលសម្លាញ់ហ្នឹងមានទុក្ខលំបាកទេអញ្ចឹងពោលប្រាប់ហងយ៉ាងហ្នឹងហើយហងស្ដាប់ពាក្យសេកហើយជ្រះថ្លាដែរណាក៏ពោលជាមេត្រីភាពរីករាយសំណេះសំណាលជាមួយសេកទៀតថាមនាលសេកអ្នកមានស្លាបជាយានហើតឯដោះអាកាសយើងឲ្យពរដល់អ្នកមនាលបាក់សីអ្នកមានចិត្តប្រាថ្នានៅពរណាចូលទទួលយកពរនោះចោះសួរស្ដេចហងនឹងប្រាប់សួរសេកនឹងថាចង់បានពរអ្វីអញ្ចឹងសូមពរនឹងចោះអញ្ចឹងស្ដេចសេកនឹងក៏ប្រាប់ថាចង់ឲ្យដើមលវានឹងធំមានជីវិតឡើងវិញរស់ឡើងវិញមានផ្លែមានបង្គាបមានស្លឹកឈើមានអីហ្នឹងឡើងវិញអញ្ចឹងក៏ហងហ្នឹងឲ្យពរអញ្ចឹងទៅឲ្យពរទៅគ្រាន់តែពររបស់ហងឲ្យតាមពាក្យរបស់សេកសុំហ្នឹងទៅជាដើមឈើហ្នឹងរស់ឡើងវិញហើយមានផ្លែមានអីទៀតពេលនោះហងដែលជាស្ដេចសត្វហ្នឹងក៏និមិត្តទៅជាប្រែកាឡាទៅជាសកៈទេវរាជវិញអញ្ចឹងស្ដេចសេកឃើញថាសកៈទេវរាជហើយអូអរគុណសកៈទេវរាជហ្នឹងជូនពរសកៈទេវរាជសូមឲ្យព្រះអង្គមានប្រជញ្ញយឺនយូរព្រះអង្គនៅជាសុខក្នុងបរិយាបល្ល័ង្ករបស់ព្រះអង្គហ្នឹងណាសូមឲ្យព្រះអង្គនៅជាសុខចឹងទៅឲ្យពរដល់ព្រះរាជាហើយដល់សកៈទេវរាជហើយសកៈទេវរាជក៏បាត់ពីហ្នឹងទៅកាន់នន្តវណ្ណឧឈានវិញទៅហើយរឿងហ្នឹងដែរក៏សេកនឹងប្រព្រឹត្តសុចរិតធម៌ឲ្យអស់ជីវិតទៅកាន់សុគតិទៅព្រះពុទ្ធក៏លើកមកជាសាធកៈដើម្បីសម្ដែងដល់ភិក្ខុនឹងឲ្យភិក្ខុនឹងប្ររពព្យាយាមកុំលមោបទៅនៅក្នុងអាហារនោះសម័យពីដើមបុរាណបណ្ឌិតទាំងឡាយជាស្ដេចសេកនោះមិនបរិភោគអាហារនឹងត្រឹមតែឲ្យឆ្អែតនឹងទេបរិភោគអាហារនឹងត្រឹមតែប្រព្រឹត្តនៅសុចរិតធម៌នឹងឯងមិនបរិភោគដើម្បីនៅក្នុងជាប់ទៅនៅក្នុងរសតណ្ហាទេអញ្ចឹងភិក្ខុឮរឿងនឹងហើយក៏កើតសេចក្តីជ្រះថ្លាហើយក៏ប្ររពព្យាយាមលះបង់នៅរសតណ្ហានឹងក៏បានសម្រេចជាព្រះអរហន្តទៅជាសាច់រឿងមួយសម្រាប់បញ្ជាក់ប្រាប់យើងថាការព្យាយាមរបស់បរិសុទ្ធបើប្រាថ្នាចង់បានអ្វីហើយត្រូវតែធ្វើវាឲ្យសម្រេចសេចក្តីព្យាយាមនឹងឯងគឺជាអត្តភាពមួយឈ្មោះថាបរិសុទ្ធនឹងឯងបរិសុទ្ធនឹងដោយអត្ថាព្យាយាមធ្វើបំណងរបស់ខ្លួនឲ្យសម្រេចបើយើងមានបំណងក៏បីព្យាយាមធ្វើបំណងនោះឲ្យសម្រេចសូមអនុមោទនា